សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងធំជាងគេ2របស់រុស្ស៊ីហើយអំពាវនាវឲ្យក្រុងមូស្គូយល់ព្រមបទឈប់បាញ់ជាបន្ទាន់រដ្ឋបាលលោកដូណាល់ត្រាំកាលពីថ្ងៃពុធទី22ខែតុលាឆ្នាំ2025បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងធំជាងគេ2របស់រុស្ស៊ីខណៈដែលខ្លួនបានអំពាវនាវឲ្យទីក្រុងមូស្គូយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនប្រធានាធិបតីដូណាល់ត្រាំអស់រយៈពេលជាច្រើនសប្តាហ៍បានផ្ដល់សញ្ញាថាគាត់អាចដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីសម្រាប់ការបន្តសង្គ្រាមរបស់ខ្លួនប៉ុន្តែបានបរាជ័យនៅក្នុងការអនុវត្តនៅវិធានការដាក់ទណ្ឌកម្មសំខាន់ៗរហូតដល់ថ្ងៃពុធទី22ខែតុលានេះការប្រកាសនេះបានកើតឡើងខណៈពេលដែលលោកដូណាល់ត្រាំបាននិយាយថាលោកបានលុបចោលជំនួបដែលអាចរំពឹងជាមួយនឹងលោកពូទីនដោយសារតែគាត់មិនមានអារម្មណ៍ថាយើងនឹងទៅដល់កន្លែងដែលយើងត្រូវការនោះទេនៅក្នុងសន្ទរកថានៅក្នុងការិយាល័យលោកដូណាល់ត្រាំបានពន្យល់ថាវាដល់ពេលហើយសម្រាប់ការដាក់ទណ្ឌកម្មដោយកត់សម្គាល់ថារងចាំយូរដើម្បីដាក់ទណ្ឌកម្មរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី22ខែតុលាឆ្នាំ2025ថាវាដល់ពេលដែលត្រូវបញ្ឈប់ការសម្លាប់និងសម្រាប់បទឈប់បាញ់ជាបន្ទាន់រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលជាតិបានបន្ថែមថារដ្ឋាភិបាលជាតិត្រូវបានរៀបចំដើម្បីចាត់វិធានការបន្ថែមទៀតប្រសិនបើចាំបាច់ដើម្បីគ្រប់គ្រងទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ត្រាំដើម្បីបញ្ចប់សង្គ្រាមនេះយើងលើកទឹកចិត្តឲ្យសម្ព័ន្ធមិត្តរបស់យើងចូលរួមជាមួយយើងនិងប្រកាន់ខ្ជាប់នៅទណ្ឌកម្មទាំងនេះទណ្ឌកម្មបានប៉ះពាល់ទៅដល់ក្រុមហ៊ុន Rosneft និង Lukoil និងក្រុមហ៊ុនបិទសម្ព័ន្ធផ្សេងទៀតចក្រភពអង់គ្លេសបានកំណត់គោលដៅក្រុមហ៊ុនប្រេងទាំងពីរកាលពីសប្តាហ៍មុនហើយសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មមួយផ្សេងទៀតកាលពីថ្ងៃពុធនេះ